รีบสู้បងប្អូនទាំងអស់គ្នាចាថ្ងៃនេះមានមកពិសេសមួយសម្រាប់ដាក់ជាមួយជជែកក៏បានឬមកក៏យើងញ៉ាំជាមួយបាយក៏បានដែរចាគឺឆាក្តៅសាច់មាន់ជាដំបូងបងប្អូនដាក់ខ្ទះដាក់ខ្លាំងក្តៅហើយគឺដាក់ខ្ទះឲ្យក្តៅខ្លាំងបងប្អូនចាំធ្វើការចាក់សាច់មាន់បើយើងចូលគឺធ្វើបែបនេះសាច់មាន់អត់ចូលខ្ទះហើយកាត់បន្ថយក្លិនឆ្អាបបាន 100% តែម្ដងណាបងប្អូនចាឲ្យសាច់មាន់គឺបងប្អូនបំពងឲ្យឡើងក្រហមបន្តិចមកទៅពេលដែលយើងដាក់ឆាទៅសាច់មាន់យើងមានពណ៌ស្អាតតាក់ទាញចិត្តគួរឲ្យចង់ទៅញ៉ាំតែម្ដងណាចាឥឡូវសាច់មាន់របស់ខ្ញុំគឺបានរួចរាល់ហើយខ្ញុំធ្វើការដួសទុកមួយឡែកសិនចាហើយខ្ញុំដាក់ខ្ទះម្ដងទៀតគឺខ្ទះដែលយើងបំពងសាច់មាន់មុននឹងដដែលហ្នឹងដាក់ខ្ទឹមស2 3 ក្រពើមកក៏ច្រាំមាត់មកចាស្លឹកក្រូច2 3 ស្លឹកមានរំដេងខ្លះមានកូឡក្រៃខ្លះមកសម្រាប់កូឡក្រៃខ្ញុំដាក់នៅពេលដែលខ្ញុំចិត្តដួសសាច់មាន់ណាបងប្អូនគឺខ្ញុំចោលវានៅក្នុងក្លិនបងប្អូនចាក់ដាក់បំពងជាមួយនឹងខ្ទឹមរបស់យើងក៏បានដែរចាបន្ទាប់ពីខ្ទឹមរបស់យើងឡើងខំបន្តិចមកបងប្អូនធ្វើការដាក់គ្រឿងចាទឹកគ្រឿងរបស់យើងគឺមានអីមានប្រេងខ្យងចំនួន2ស្លាបព្រាបាយទឹកត្រីចំនួន1ស្លាបព្រាបាយចាស្ករ1ស្លាបព្រាបាយចាហើយអំបិលស៊ុបមាន់ហ្នឹងគឺចំនួនកន្លះស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាកាហ្វេម្ទេសចំនួនចា3 4 5ផ្លែអញ្ចឹងទៅបងប្អូនចាតមកយើងកូរច្របល់គ្រឿងរបស់យើងចូលសពគ្នាល្អហើយបងប្អូនធ្វើការចាក់សាច់មាន់ដែលយើងបំពងរួចចូលមកហើយរសជាតិបងប្អូនអាចថែមថយទៅតាមនឹងបានទៀតអញ្ចឹងណាបងប្អូនភ្លក់មើលបើសិនជាគ្រឿងដែលខ្ញុំប្រាប់បងប្អូនអត់ត្រូវមកបងប្អូនអាចបន្ថែមបន្ថយឲ្យឆ្ងាញ់មកហើយសម្រាប់ខ្ញុំចាចំនួនប៉ុណ្ណឹងសាច់មាន់ប៉ុណ្ណឹងគឺមួយអែមមកឆ្ងាញ់តែម្ដងណាបងប្អូនចាពេលបងប្អូនចុកច្បល់ឲ្យបងប្អូនមើលតាសាច់មាន់របស់យើងចង់ខ្លាចបងប្អូនឲ្យបន្ថែមទឹកចំនួនជាមួយចា2 3ស្លាបព្រាបាយអញ្ចឹងទៅឲ្យបងប្អូនកូរច្បល់ឲ្យបងប្អូនរងាស់សាច់មាន់យើងឲ្យចូលសប់គ្រឿងល្អអញ្ចឹងយើងរងាស់សាច់មាន់ឲ្យចូលជាសប់ល្អហើយចាហើយជាងក្រោយនោះគឺខ្ញុំក៏បន្ថែមជាមួយនឹងបាសុបនតិចទៀតដែរអញ្ចឹងដោយសារស្ទើប្រៃបងប្អូនចាហើយតួឯកសំខាន់របស់យើងចាគឺខ្ញុំធ្វើការដាក់ម្ទេសចូលហើយនឹងកូឡក្រេចូលកូឡក្រេបងប្អូនហាន់ជាកង់ឬមួយក៏ហាន់ជាជ្រុងច្រាំមុខអីតាមចំណង់ចំណូលចិត្តមកណាបងប្អូនចាសម្រាប់ខ្ញុំគឺខ្ញុំហាន់ខ្លីៗចាហើយតួឯកសំខាន់របស់យើងក៏រួចរាល់ដែរបងប្អូនចានៃសភាពសាច់មាន់ដែលយើងបានឆារួចហើយបងប្អូនតំណងអត់បងប្អូនចាអរគុណ